រឿងស្រឡាញ់ក្រោមពន្លឺអេក្រង់និងចិត្តស្រីភាគ2វគ្គចាប់ផ្ដើមនៃអារម្មណ៍បន្ទាប់ពីឡាយនោះ JKH និងនីសាបានចាប់ផ្ដើមជជែកគ្នារៀងរាល់យប់តាម Telegram ពួកគេចាប់ផ្ដើមពីការសួរសុខទុក្ខសួរអំពីការសិក្សាការងារបែបគ្នាមានសុវត្ថិភាពក្នុងការពន្យល់អារម្មណ៍ JKH ជាមនុស្សមិនសូវស្មោះស្និទ្ធជាមួយអ្នកណាទេប៉ុន្តែជាមួយនីសាមើលទៅគាត់ដូចជាមនុស្សម្នាក់ដែលអាចបង្ហាញចិត្តបានគាត់ប្រាប់ថាគាត់ធ្លាប់ស្រឡាញ់ម្នាក់មុនតែគេឈឺចិត្តព្រោះមិនបានយល់គ្នានីសានិយាយថាគាត់មិនចង់ជ្រើសមនុស្សល្អបំផុតទេតែចង់បានមនុស្សដែលធ្វើឲ្យគាត់កាន់តែល្អក្នុងពេលខ្លះ JKH ចូលចិត្តផ្ញើសំឡេងជាសារសំឡេងស្ងាត់ប៉ុន្តែពោរពេញដោយមោទនភាពនីសាស្ដាប់ដល់ពេលព្រឹកមួយយប់ JKH សួរនាងបើថ្ងៃណាមួយឯងត្រូវជួបបងនៅជួរផ្លូវមិនស្គាល់គ្នាតើឯងនឹងសួរបងទេនីសាចាប់អារម្មណ៍ទៅលើសំណួរនោះដូចជានាងចង់ឃើញមុខ JKH ពិតបំផុតឡើងមកប៉ុន្តែភាពខ្វះជំនឿចិត្តនៅតែធ្វើឲ្យពួកគេមិនទាន់ហ៊ានជួបគ្នាទេពួកគេនៅតែជាជនស្គាល់គ្នាតែតាមពន្លឺអេក្រង់ពេលវេលាកន្លងផុតទៅជាច្រើនសប្តាហ៍ការជជែកកាន់តែជ្រៅពីសំណើចតូចคล้ายទៅជាការជួយលើកទឹកចិត្តគាំទ្រក្នុងការសិក្សានិងជីវិតប្រចាំថ្ងៃអ្នកទាំងពីរមិនទាន់ជួបគ្នានៅក្រៅផ្ទាល់ទេប៉ុន្តែចិត្តដូចជានៅជិតគ្នាបង្កើយថ្ងៃមួយ JKH ស្នើឲ្យជួបគ្នាបងចង់ជួបឯងមួយលើកមិនមែនសម្រាប់បង្ហាញថាបងសង្ហាឬមានទេតែក្នុងចិត្តបងគិតថាបងនៅស្នេហាឯងកាន់តែច្រើនដោយសារបងមិនបានឃើញនីសារស័ព្ទរសល់ប្រាកដណាស់នាងស្រឡាញ់ JKH តែគាត់ក៏នៅតែមិនទាន់ប្រាកដថា JKH ជាមនុស្សយ៉ាងដូចម្ដេចប៉ុន្តែចិត្តនាងប្រាប់ថាស្រឡាញ់អស់ពីចិត្តមិនចាំបាច់រង់ចាំអស់ពេលព្រឹកថ្ងៃសៅរ៍នៃខែកក្កដាពួកគេបានជួបគ្នាជាលើកដំបូងនៅក្នុងហាងកាហ្វេមួយនៅបឹងកេងកងខ្យល់រសៀកពន្លឺថ្ងៃស្រាលមានតែស្មារតីដែលរំភើបបំផុត JKH មើលនីសាបង្ហាញនៅស្នាមញញឹម
ល្ងងមួយនឹងនិយាយថាបងឃើញឯងនៅក្នុង TikTok ច្រើនដងហើយតែឥឡូវបងឃើញកាន់តែស្អាតជាងអេក្រង់នីសាសើចអៀនហើយនិយាយត្រឡប់ទៅវិញថាមិនដល់ថ្នាក់ស្អាតទេតែសូមកុំចាក់ចេញទៅបើមើលចប់ហើយពេលនោះអារម្មណ៍ស្រឡាញ់មិនចាំបាច់សម្ដែងផ្លាស់ខោអាវឬពាក្យពេចន៍វាយស្នើគ្រាន់តែជាចិត្តដែលយល់គ្នាតាំងពីអេក្រង់មកដល់ភ្នែកពិតៗសូមរងចាំទស្សនាភាគទី3ហ្វេនបើពេញចិត្តសាច់រឿងនេះសូមចុច like និង share Subscribe ឲ្យ admin ផងណាសូមអរគុណសូមជម្រាបលា